ជំរាបសួរបងប្អូនជនរួមជាតិបងប្អូនខ្មែរយើងទាំងអស់គ្នាបាទចឹងខ្ញុំមកបកស្រាយអស់ចម្ងល់មានបងប្អូនខ្លះគាត់ថាខ្ញុំនឹងចាស់ហើយព្រមទៅវត្តទៅវាបាទតែខ្ញុំសូមប្រាប់បងប្អូនថាខ្ញុំមិនទាន់ចាស់ឲ្យប្រហែលទេបើសិនជាខ្ញុំចាស់ខ្ញុំមិនអាចមកធ្វើការរោងចក្របានទេគេមិនយកទេបើយើងចាស់គេអត់យកទេបងប្អូនត្រូវគិតថាចាស់មិនអាចមកធ្វើការរោងចក្របានទេចឹងបងប្អូនថាចាប់ពីអាយុប្រមាណដែលមកធ្វើការរោងចក្រកើតបាទហើយខ្ញុំនេះមកនៅបន្ទប់ជួលបាទបន្ទប់ជួលខ្ញុំនៅតែម្នាក់ឯងទេបាទនេះបន្ទប់ជួលបាទបន្ទប់ជួលដែលខ្ញុំរស់នៅបើសិនជាមានបងប្អូនណាចង់មករស់នៅដែរហើយចង់ធ្វើការងាររោងចក្រដែរមកខ្ញុំទទួលបាទហើយរោងចក្រអត់ខ្វះទេការងារច្រើនឲ្យតែមានកម្លាំងធ្វើមានរោងចក្រដេកៅអៅមានរោងចក្រនៅអែលមានរោងចក្រអំពូលបាទមានរោងចក្រជាច្រើនទៀតតែខ្ញុំរៀបរាប់មិនអស់តែបងប្អូនចង់មករកការងារធ្វើអាចមកបានទំនាក់ទំនងលេខទូរស័ព្ទខ្ញុំ07គុត620គុត719បាទនេះខ្ញុំថតបន្ទប់ជួលឲ្យបងប្អូនមើលបាទមានហាលបាទនេះទ្វារនេះបន្ទប់ទឹកបាទនេះភ្លើងពូលបាទហើយខ្ញុំថតផុសនេះដោយសារតែម្ចាស់ផ្ទះចិត្តល្អបាទជួយអនុគ្រោះដល់អ្នកស្នាក់នៅមកពីខេត្តឆ្ងាយបាទអញ្ចឹងសូមអរគុណដល់ម្ចាស់ផ្ទះដែលគាត់ចិត្តល្អគាត់ធ្វើអំពើល្អគាត់ធ្វើបុណ្យបាទសូមអរគុណដល់ម្ចាស់ផ្ទះដ៏ធំធេងបាទដែលគាត់អនុគ្រោះយើងខ្វះខាតលុយកាក់អីគាត់អនុគ្រោះឲ្យយើង